នៅពេលដែលយើងធ្លាក់ខ្លួនខ្លាំងកុំទៅរំខានអ្នកណាទាំងអស់ក៏កុំរំពឹងថាមានអ្នកណាមកជួយសង្គ្រោះយើងដែរបើអ្នកសំណាងល្អមានគេជួយចាំគុណគេទុកហើយបើគ្មានអ្នកជួយវាក៏ជារឿងធម្មតាដែរចាំពេល